បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនបាទនៅក្នុងវីដេអូនេះដែរខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវតាក់ទងទៅនឹងជនបរទេសមួយចំនួនដែលឆបោកនៅក្នុងប្រទេសកម្ពុជាយើងនេះបាទដូច្នេះសូមពុកម៉ែបងប្អូនតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅតុលាការខេត្តបន្ទាយមានជ័យបានចាប់ប្រកាន់ជនបរទេសចំនួន7នាក់ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកនៅកម្ពុជាបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តបន្ទាយមានជ័យជនបរទេសទាំង7នាក់នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលពួកគេកំពុងធ្វើដំណើរតាមរថយន្តក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី19ខែមិថុនាឆ្នាំ2026បានចឹងនៅឯខាងខេត្តបន្ទាយមានជ័យនោះគឺមានជនបរទេសចំនួន7នាក់ដែលតុលាការបានចោទប្រកាន់ពាក់ព័ន្ធទៅនឹងការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជាយើងនឹងបាទហើយការចោទប្រកាន់នឹងការចាប់ជនបរទេសទាំង7នាក់ហ្នឹងគឺសមត្ថកិច្ចបានធ្វើឡើងនៅពេលដែលជនបរទេសទាំង7នាក់ហ្នឹងគឺបានជិះរថយន្តនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហ្នឹងបាទរថយន្តធ្វើដំណើរហ្នឹងនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី19ខែមិថុនាឆ្នាំ2026កន្លងទៅហ្នឹងបាទតុលាការខេត្តបន្ទាយមានជ័យបានចោទប្រកាន់ជនបរទេសចំនួន7នាក់ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមមាត្រា5នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងចំណោមជនបរទេសជាប់ចោទទាំង7នាក់មានអាយុចាប់ពី21ដល់30ឆ្នាំក្នុងនោះមាន3នាក់ជាជនជាតិម៉ាឡេស៊ីនិង3នាក់ទៀតជាជនជាតិចិនដែលត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ននិងម្នាក់ទៀតបានរត់គេចខ្លួនរួចបាទអញ្ចឹងជនបរទេសទាំង7នាក់ហ្នឹងគឺតុលាការបានចោទប្រកាន់ទៅតាមមាត្រាទី5នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាទហើយទាំង7នាក់ហ្នឹងគឺគាត់មានអាយុទើបនៅក្មេងឡើយបាទគឺមានអាយុចន្លោះពី21ដល់30ឆ្នាំបាទហើយនៅក្នុងនឹងដែរក៏មានជនជាតិម៉ាឡេស៊ីនឹងចំនួន3នាក់ហើយជនជាតិចិននឹងចំនួន3នាក់ដែរបាទហើយម្នាក់ទៀតបានរត់គេចខ្លួនរួចអ្នកដែលរត់គេចខ្លួនរួចនឹងគឺមានឈ្មោះថាតាឈិនភេទប្រុសអាយុ40ឆ្នាំបាទអញ្ចឹងគាត់មានឈ្មោះតាឈិនហើយមានអាយុ40ឆ្នាំនោះបាទអញ្ចឹងនៅពេលដែលសមត្ថកិច្ចគាត់ចាប់គាត់នឹងគឺគាត់បានរត់គេចខ្លួនរួចបាទប៉ុន្តែទោះបីជាគាត់រត់គេចខ្លួនរួចយ៉ាងណាក៏ដោយព្រោះថាសមត្ថកិច្ចបានស្គាល់ឈ្មោះស្គាល់ពិនពាក្យគាត់រួចអស់ទៅហើយបាទអញ្ចឹងទោះបីជារត់ទៅដល់ណាក៏រត់មិនរួចដែរបាទគាត់ថាត្រូវការពេលវេលាបន្តិចនៅក្នុងការតាមរកនិងស្វែងរកគាត់នឹងបាទនៅក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនសមត្ថកិច្ចបានដកហូតទូរស័ព្ទចំនួន57គ្រឿងដុំ Wi-Fi ចំនួន6គ្រឿងលិខិតឆ្លងដែននិងវត្ថុតាំងផ្សេងទៀតសុទ្ធសឹងជារបស់ឈ្មោះតាឈិនទាំងអស់បាទអញ្ចឹងនៅពេលដែលសមត្ថកិច្ចគាត់ចុះទៅឃាត់ខ្លួននឹងគឺបានដកហូតនៅទូរស័ព្ទនឹងចំនួន57គ្រឿងដុំ Wi-Fi បាទចំនួន6គ្រឿងហើយនឹងលិខិតឆ្លងដែនផ្សេងទៀតនិងវត្ថុទាំងអស់ហ្នឹងបាទវត្ថុមានទាំងទូរស័ព្ទហើយនឹងដុំ Wi-Fi ហើយនឹងលិខិតឆ្លងដែនផ្សេងនឹងទៀតហ្នឹងគឺជារបស់តាឈិនទាំងអស់បាទនេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចនឹងបាទក្នុងរយៈពេលចុងក្រោយនេះតុលាការខេត្តបន្ទាយមានជ័យក៏ដូចជាខេត្តមួយចំនួនទៀតតួយ៉ាងខេត្តព្រះសីហនុបានធ្វើការចោទប្រកាន់និងផ្ដន្ទាទោសជនបរទេសដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងបទឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជាក្នុងចំណោមជនបរទេសដែលបានឃាត់ខ្លួនមានខ្លះត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនិងខ្លះទៀតត្រូវបានបណ្តេញចេញពីកម្ពុជាបាទអញ្ចឹងមួយរយៈចុងក្រោយនេះមានខាងខេត្តបន្ទាយមានជ័យខាងខេត្តព្រះសីហនុហ្នឹងបាទគឺតុលាការបានផ្ដន្ទាទោសជនបរទេសដែលជាប់ពាក់ព័ន្ធទៅនឹងការឆបោកហ្នឹងបានយ៉ាងច្រើនករណីហើយនៅក្នុងនោះដែរក៏មានការដាក់ពន្ធនាគារហ្នឹងអ្នកខ្លះក៏ត្រូវបានតុលាការដាក់ពន្ធនាគារហ្នឹងអស់មួយជីវិតហើយមួយចំនួនទៀតក៏ត្រូវបានតុលាការបណ្តេញចេញពីប្រទេសកម្ពុជាយើងបាទយោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគិតចាប់ពីខែកក្កដាឆ្នាំ2025រហូតដល់ខែមេសាឆ្នាំ2026
អញ្ញាធរបងក្រាបបានករណីឆបោកតាមអ៊ីនធឺណិតជាង250ករណីរួមទាំងការបិទទីតាំងកាស៊ីណូចំនួន91ទីតាំងទៀតបាទបើគិតចាប់តាំងពីខែកក្កដាឆ្នាំ2025រហូតដល់ខែមេសាឆ្នាំ2026នេះបាទអញ្ញាធរបានបង្ក្រាបករណីដែលជនឆបោកតាមអ៊ីនធឺណិតនឹងបានជាង250ករណីដោយក្នុងនោះដែរក៏មានការបិទទីតាំងកាស៊ីណូចំនួន91ទីតាំងដែរបាទក្នុងរយៈពេលដដែលសមត្ថកិច្ចក៏បានបញ្ជូនមេខ្លោងនិងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញសរុបចំនួន1458នាក់មាន19សញ្ជាតិនៅក្នុងសំណុំរឿងករណីសរុបចំនួន143ករណីទៅកាន់តុលាការដោយក្នុងនោះមានជនបរទេសយ៉ាងតិច250,000នាក់បានស្ម័គ្រចិត្តចាក់ចេញនិងត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាចំណែកជនបរទេសខ្លះទៀតកំពុងត្រូវបានអាជ្ញាធរកម្ពុជាបន្តនីតិវិធីទៅតាមច្បាប់របស់កម្ពុជាបាទបើយើងគិតចាប់តាំងពីខែកក្កដាឆ្នាំ2025រហូតមកដល់ខែមេសាឆ្នាំ2026នេះអាជ្ញាធរកម្ពុជានឹងគឺបានបញ្ជូនមេខ្លោងនិងអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកអនឡាញនឹងបានចំនួន1458នាក់នៅក្នុងនោះដែរក៏មាន19សញ្ជាតិហើយនៅក្នុងសំណុំរឿងនឹងដែរក៏មាន143សំណុំរឿងដែលត្រូវបានបញ្ជូនទៅតុលាការនឹងបាទហើយយ៉ាងតិចណាស់ក៏មាន250,000នាក់ដែរដែលបានស្ម័គ្រចិត្តចាក់ចេញពីប្រទេសកម្ពុជាយើងហ្នឹងបាទជនបរទេសហ្នឹងហើយជនបរទេសខ្លះទៀតក៏កំពុងតែត្រូវបានអាជ្ញាធរកម្ពុជាហ្នឹងបាទបន្តនីតិវិធីទៅតាមច្បាប់របស់ប្រទេសកម្ពុជាយើងហ្នឹងបាទអ្នកខ្លះគឺកំពុងតែចប់កាត់ទោសនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងបាទអរគុណឪពុកម៉ែបងប្អូនដែលតាមបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត